គ្នាហ្នឹងអ្នកដែលគាត់ជួបបទពិសោធន៍ហ្នឹងគឺមានរហូតដល់31%ជាង31%ដែលទទួលរងបទពិសោធន៍ដោយសារតែអំពើហិង្សាផ្អែកលើយេនឌ័រហ្នឹងធ្វើការសិក្សាស្រាវជ្រាវហ្នឹងយើងមើលឃើញថាបញ្ហាដែលផ្អែកលើប្រព័ន្ធអនឡាញឬក៏ផ្អែកលើប្រព័ន្ធបច្ចេកវិទ្យាហ្នឹងវាកើតឡើងប៉ុន្តែហើយអ្នកយើងទាំងអស់គ្នាហ្នឹងអ្នកដែលគាត់ជួបបទពិសោធន៍ហ្នឹងគឺមានរហូតដល់31%ជាង31%ដែលទទួលរងបទពិសោធន៍ដោយសារតែអំពើហិង្សាផ្អែកលើយេនឌ័រហ្នឹងតើតើនឹងយេនឌ័រនៅលើប្រព័ន្ធអនឡាញហ្នឹងហើយគណៈពេលហ្នឹងដែរអ្នកឆ្លើយតបផងយើងហ្នឹងមានរហូតដល់55%ដែលគាត់ស្គាល់អ្នកដែលគាត់ជួបបទពិសោធន៍នៅអំពើហិង្សាតើតើនឹងយេនឌ័រហ្នឹងប៉ុន្តែនៅពេលដែលការសិក្សាស្រាវជ្រាវរបស់ពួកយើងដែលយើងបានចុះសម្ភាសន៍ហើយទទួលបានចម្លើយមកផ្សេងៗហ្នឹងអ្នកដែលគាត់ជួបនៅបទពិសោធន៍អ្នកដែលគាត់មានបទពិសោធន៍ឬក៏ជួបនៅបញ្ហាតើតើអំពើហិង្សាផ្អែកលើយេនឌ័រហ្នឹងគាត់អត់ដឹងទេថាទម្រង់ទាំងអស់ហ្នឹងគឺជាទម្រង់នៃអំពើហិង្សាមួយនៅលើប្រព័ន្ធអនឡាញដែលគាត់កំពុងតែជួបប្រទះហើយគាត់អត់ដឹងហើយក៏គាត់អត់បានចំណេះវិជ្ជាក្នុងការឆ្លើយតបនឹងរឿងនឹងដែរហើយមានផលប៉ះពាល់មួយចំនួនទៅលើពួកគាត់អញ្ចឹងណាទាំងទៅលើប្រព័ន្ធអនឡាញនិងទាំង offline ដែរអញ្ចឹងបញ្ហាកើតឡើងនៅលើប្រព័ន្ធអនឡាញប៉ុន្តែវាប៉ះពាល់មកដល់អ្នកមកដល់ប្រព័ន្ធយើងដោយផ្ទាល់អញ្ចឹងទាំង offline ទាំង online ដែលគាត់បានជួបប្រទះហ្នឹងបន្ថែមពីហ្នឹងទៀតដែរខ្ញុំក៏ចង់ចែករំលែកដែរថាពេលដែលគាត់ជួបនៅបញ្ហាអំពើហិង្សាមានទម្រង់ផ្សេងដោយដែលបងបានជម្រាបខ្លះហើយអញ្ចឹងតាមការសិក្សាស្រាវជ្រាវគាត់ជារបាយការណ៍បឋមដែលយើងទទួលបានហ្នឹងគឺយើងមើលឃើញថាជាទម្រង់ hate speech ទាក់ទងនឹងនៅលើប្រព័ន្ធអនឡាញក៏មានច្រើនដែរទម្រង់ការកេងប្រវ័ញ្ចផ្លូវភេទការបៀតបៀនផ្លូវភេទនៅលើប្រព័ន្ធអនឡាញហ្នឹងទម្រង់ទាំង3ហ្នឹងគឺជាទម្រង់ច្រើនជាងគេដែលកើតឡើងនៅលើប្រព័ន្ធអនឡាញដែលយើងបានរកឃើញនៅផងដែរហើយបើតាមមើលទៅការឆ្លើយតបរបស់ពួកគាត់នៅពេលដែលគាត់ជួបប្រទះនៅអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅលើប្រព័ន្ធអនឡាញហ្នឹងការឆ្លើយតបរបស់គាត់មានជាការប្រើប្រាស់ប្រព័ន្ធ social media នឹងមកប្រព័ន្ធអនឡាញហ្នឹងតែម្ដងហើយមួយទៀតត្រឹមតែ block ហើយពេលខ្លះគឺគាត់បិទ message ឧទាហរណ៍ថាមានអ្នកផ្ញើរូបអាហារជិះមកពួកគាត់គឺគាត់អត់ចេះលុបទៀតអ្នកមានអ្នកខ្លះចេះលុបទៀតហើយគាត់ទើបទុក message ហ្នឹងចោលហើយមានអ្នកខ្លះទៀតគឺគាត់អត់ប្រើប្រាស់ប្រព័ន្ធហ្នឹងទេគាត់លុប account ថ្មីទៀតអញ្ចឹងហើយអ្នកខ្លះទៀតគឺគាត់អត់ដឹងថាត្រូវធ្វើមិនទេគាត់អត់ដឹងថាត្រូវ report មិនគាត់អត់ដឹងថាពេលដែលគាត់ជួបហ្នឹងគាត់ត្រូវធ្វើមិនបន្តទៀតអ្នកខ្លះចេះប្រឡប់អត់ឆ្លាតចេះអត់ថា delete ពេលដែលគាត់ជួបអញ្ចឹងណាបន្ទាប់ពីហ្នឹងមកបានគាត់ក្រោយមកគាត់រៀនសូត្រម្ដងតិចបានគាត់ចេះពីរបៀបនៃការ report ឬក៏អីចឹងប៉ុន្តែសួរថាតើមានទៅរកជនល្មើសឃើញអត់ទេជនដែលប្រព្រឹត្តដែលផ្ញើមកហ្នឹងគឺអត់ឃើញទេព្រោះ account ដែលបានផ្ញើមកគាត់ឬក៏អ្នកដែលធ្វើប្រព្រឹត្តទៅលើគាត់ហ្នឹងគឺអ្នកខ្លះគាត់អត់ស្គាល់ទេអញ្ចឹងណាវាមានភាពទូលំទូលាយទៅលើប្រព័ន្ធអនឡាញហ្នឹងហើយខ្ញុំចង់ចែករំលែកបន្តិចទាក់ទងនឹងផលវិបាកដែលគាត់ជួបប្រទះដែរមិញនេះខ្ញុំក៏បានលើកឡើងថាអ្នកខ្លះក្នុងករណីខ្លះណាដែលគាត់អត់ចេះលុបឬក៏អត់ចេះការពារខ្លួនអត់ចេះដាក់ privacy image ហ្នឹងគឺគាត់ទុក account នឹងកាត់ចោលអញ្ចឹងធ្វើឲ្យទំនាក់ទំនងជាមួយអ្នកដែលគាត់ស្គាល់នៅក្នុងអ្នកដែលគាត់ស្គាល់បន្តទៀតហ្នឹងគឺធ្វើឲ្យគាត់បាត់បង់ទំនាក់ទំនងហ្នឹងហើយបច្ចុប្បន្ននេះគឺយើងត្រូវការប្រព័ន្ធបច្ចេកវិទ្យាក្នុងការរស់នៅឬក៏ការរៀនសូត្រការអភិវឌ្ឍខ្លួនការធ្វើការងារមួយចំនួនប៉ុន្តែដល់ពេលដែលគាត់អត់សូវប្រើហ្នឹងក៏គឺជាផ្នែកមួយនៃការបាត់ឱកាសមួយចំនួនសម្រាប់ពួកគាត់ដែរ